ជំរាបសួរបងបងអរគ្នាបាទដែលបងបងត្រូវការទិញស្រូវថ្ងៃនេះយើងចេញម៉ាស៊ីនស្រូវចេញម៉ាស៊ីនស្រូវលក្ខណៈគ្រួសារ1ម៉ោង200គីឡូដែលមានប្រើម៉ាស៊ីន14សេស16សេសបាទអញ្ចឹង4គ្រឿងមកបងអញ្ចឹងយើងរៀបរាប់ពីម៉ាស៊ីនលក្ខណៈគ្រួសារនេះដែលយើងប្រើជាមួយម៉ាស៊ីនបាទអញ្ចឹងម៉ាស៊ីននេះគឺមានកញ្ឆែងញាក់គ្រួញាក់គល់កញ្ច្រាំងបាទមកស្អាតហើយធ្វើចេញមកគឺកតុចេញមកយើងមិនបាច់វាយម្សៅទៀតទេបងប្អូនណាគឺចេញមកម៉ត់តែម្ដងបាទកតុគឺយើងកែដាក់ឲ្យចូលគ្នាទាំងអស់ហ្មងអញ្ចឹងយើងកិនកផងកតុយកបាទអញ្ចឹងធ្វើឲ្យកយើងមកកិនលឿនបាទកិនលឿនហើយស្អាតអញ្ចឹងគ្រឿងទី1នេះគឺគាត់នៅខាងស្រុកបារាយនៅក្នុងភូមិមន្លងថ្មបាទភូមិកគីធំស្រុកបារាយខេត្តកំពង់ធំបាទអញ្ចឹងបាទគ្រឿងទី1បាទអញ្ចឹងគ្រឿងទី2ក៏ដូចគ្នាដែរដូចគ្នាបងអញ្ចឹងគ្រឿងទី2នេះគឺគាត់នៅក្នុងភូមិងនស្រុកសណ្ដាន់ខេត្តកំពង់ធំបាទអញ្ចឹង2គ្រឿងបាទអញ្ចឹងម៉ាស៊ីននេះយើងធ្វើដូចគ្នាទាំងអស់បងប្អូនណាគឺលក្ខណៈគឺស្រួលប្រើអញ្ចឹងម៉ាស៊ីនមានដេក៏បានអត់ដេក៏បានតែបងកំងតាមយើងខ្ញុំបាទអញ្ចឹងគឺយើងមានរៀបចំឲ្យស្អាតមែនទែនបាទគឺអត់ឲ្យពិបាកទេវាទៅប្រើស្រួលបាទគ្រឿងទី3នេះគឺនៅខេត្តរតនគិរីបាទក៏នៅក្នុងខេត្តរតនគិរីបាទអញ្ចឹងគ្រឿងទី3នេះក៏ដូចគ្នាដែរបងប្អូនណាអញ្ចឹងចេញមកកតុម៉ត់ដូចគ្នាអត់បាច់វាយម្សៅទៀតទេបាទកោស្អាតមានកញ្ច្រែងរែងគ្រោះរែងផ្កាស្មៅអញ្ចឹងមកស្អាតទាំងអស់គ្នាបាទអញ្ចឹងគ្រឿងទី4នេះគឺនៅភូមិស្វាយទៀបឃុំតាពាំងជួបាទឃុំតាពាំងជួស្រុកបារាខេត្តកំពង់ស្ពឺបាទអញ្ចឹងបងឃើញតាមការ live នេះបងតាមទទួលផងបាទអញ្ចឹងដឹកទៅបន្តគ្នាបាទអញ្ចឹងបងត្រូវការកំងពីខាងជើងហួរបងអញ្ចឹងខាងជើងហួរគឺធ្វើជូនបងស្អាតណាអញ្ចឹងមិនមានតែប៉ុណ្្នឹងទេគឺមាន1ម៉ោង600គីឡូអីក៏មានទាំងអស់បងណាអញ្ចឹងអានេះយើង live ពីលក្ខណៈគ្រួសារបាទ200គីឡូសិនយើងមានស្បាល់កតុមានអីក៏ផ្លេទាំងអស់ត្រូវការបងកំងអីក៏មានដែរបងអញ្ចឹងគឺម៉ាស៊ីនយើងចូលពេញផ្ទះតែម្ដងបាទអញ្ចឹងបងត្រូវការកំងម៉ាស៊ីនស្រូវអាចតាក់ទងខាងជើងហួរបានណាបងណាអរគុណច្រើន